គួរសមដែរតាណែគឺគ្រាន់តែពួកយើងវាមិនមានគុណវិបត្តិបន្តិចបន្តួចវាមិនអីទេយើងមានប្រាក់មានប្រាក់ចាយស្រួលណាស់ទិញដីសង់ផ្ទះយកប្រពន្ធមកកើតកូនគ្មានអ្វីដែលពិបាកយកប្រពន្ធមកកើតកូនរបស់ទី3មកធ្វើចឹងទៀតខ្ញុំទុករបស់ចោលនៅកន្លែងនេះលេរវល់ឲ្យដឹងទេចំជាព្រាបណាស់មែនអីអត់មានកំណត់អីនេះអូទីបុតតាមកំណត់របស់ឯង3អ្នកបងប្អូនយើងគឺយកប្រាក់តែនោះចែកគ្នាមាសមួយដំឡឹង4អ្នកយើងចែកគ្នាយកប្រពន្ធមកកើតកូនបើគាត់ជាគ្រាន់ហើយចឹងឥឡូវនេះគឺរឿងរបស់បងអូនទី5នឹងចាន់ច្បាស់ឬនោះក៏ចាំមិនវិញវាមិនអីទេលបងទី3ការងារហើយការរៀបការយើងគឺមិនអោយខកខានទេហើយចាំតែពេលប្រាក់ទាំងអស់នោះចូលក្នុងរាជធានីចាំយើងចាត់ការទៅនៅក្នុងរាជធានីមានរឿងក្តីធំយ៉ាងនេះតែព្រះមហាក្សត្រប្រកាសជាខ្វល់ខ្វាយយ៉ាងខ្លាំងហើយចេញរាជបញ្ជាតាមស៊ើបហើយប្រកាសជាចាត់តាំងឆ្មាពិឃាតចង្រៃនោះមកតាមស៊ើបពីយើងតែគេនៅទីភ្លឺយើងនៅទីងងឹតណាពួកយើងធ្វើពុតជាមានចេតនាឲ្យចាំងចៅនេះស្គាល់ធ្វើអីកណ្ដុលទាំង5របស់ពួកយើងមិនអីទេរកពីចង្រៃរបស់គេនោះដឹងថាមានរឿងធំយ៉ាងនេះកើតឡើងហើយគេប្រកាសជាមករកពួកយើងនៅខ្លួនឯងទេប្រាក់ទាំងនេះគឺជាអំណោយរបស់ស្នំអាយផាប្រកាសជាទីហ៊ានជាច្រើននៅការពារតែ4អ្នកបងប្អូនយើងគឺកម្លាំងមិនគ្រប់គ្រាន់ដូច្នេះយើងត្រូវតែប្រើបញ្ញាមិនអាចប្រើកម្លាំងបាយទេត្រូវតែប្រើបញ្ញារបស់យើងជាដាច់ខាតអូយប្រាជ្ញាខ្ញុំអត់ចេះបងទី4យើងមិនចេះមានបញ្ញាស្អីទេឯងបបួបប្រើបញ្ញានោះឲ្យស្លាប់ចឹងរបស់ទី2ខ្ញុំច្បាស់ហើយគេជាប្អូនយើងសោះចោលបជាយើធ្វើតាមគេទៅវិញអត់ផ្លូវទេជំរាបឯងហើយថាខ្ញុំទៅដល់ប្លន់ខ្ញុំទៅដល់ប្លន់ខ្ញុំប្រើបញ្ញារបស់អាទោះជាពួកគេមិនប្រមាណអ្នកគាត់ដោយខ្ញុំបឹកទៅក្នុងបាវបាញ់ព្រោះសម្រាប់ពួកគេអស់តែមួយដងតាមពិសាស្រាក់របស់ទី2ខ្ញុំមានកំណត់មួយណារបស់ទៅប្រទេសសាំងស៊ូទៅរកលោកពូជីដូនមួយហើយខ្ចីធូបបាត់មិនព្រលឹងមកប្រើសិនទៅអូខ្ញុំហូបបាយហើយខ្ញុំដឹងទៅភ្លាមល្អដល់ពេលនោះបងប្អូនយើងនឹងជួបជុំគ្នានៅស្រុកជូសៀនខាងត្បូងក្រុងល្អមកអើយឥឡូវហៅមកតិនទៀតទៅហើយអូទី4អើយបាទកុំធ្វើដំណើរលឿនពេកយឺតទៅកុំលឿនពេកអារឿងនេះខ្ញុំឆ្ងល់ណាស់ហើយផ្លូវធំព្រមទៅឬបើជាមិនធ្វើដំណើរតាមជើងភ្នំបងទី3បងនិយាយស្អីហ្នឹងត្រូវតែមកតាមជើងភ្នំចឹងហើយបើទៅតាមផ្លូវធំធ្វើឲ្យបាយការគិតយ៉ាងម៉េចទៅហើយបាទឆ្មាចង្រៃនោះវាធំក្លិនខ្ញុំប្រាប់បងចុះបងប្អូនយើងកណ្ដុលស្លាប់ហើយរស់ខ្លាយឡើងវិញច្បាស់ជាងាប់វិញតណែហ្នឹងតែមើលកន្លែងខ្មោចយោនេះទៅសូម្បីតែកន្លែងលក់ស្រាក់មួយក៏អត់មានផងអូទី4ដល់ឯងមើលចេតនាធ្វើបាបខ្ញុំមើលទេបងទី3បងទ្រាំបន្តិចទៅណានៅឯក្នុងព្រៃភ្នំអ្នកណាគេលក់ស្រាទៅអញ្ចឹងទៅបន្តិចទៀតទៅដល់ខាងមុខនោះចាំយើងទៅរកទៀនស្រាមួយហើយទិញស្រាទិញសាច់ឆ្ងាញ់ប៉ណ្ណឹងបងយល់ហើយនៅនេះជាងភីឯងនិយាយហក់ខ្ញុំលោកខ្ញុំទៀតហើយខ្ញុំធ្លាប់អស់ហើយអើយខ្ញុំលេចចង់ទៅហើយចង់នៅកន្លែងនេះហូបសាច់ណែលបងចង់ធ្វើស្អីហ្នឹងហើយជាភីពួកយើងទៅកន្លែងនេះហូបសាច់សិនទៅនៅកន្លែងនេះមានសាច់មកពីណាទៅឯងមើលសាច់រត់លើភ្នំរត់ទៅរត់មកមានក្នុងទឹកទៀតរឿងអីដែលរកសាច់បានហូបឥឡូវនៅក្នុងកែវភ្នែករបស់ខ្ញុំអាសាច់ដែលរត់លើភ្នំសុទ្ធជាសាច់ខ្លែបអើយ
ពួកទើបផ្សេងចឹងទៅឲ្យគឺមកបីគូ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 ให้ไม่กำมันไปคลายเจี๊ยจุกไปแต่หาย นั่นน่ะจะชุบเฮ้ยฉันคือเหล่าสิ ลาวสิให้เจี๊ยระบอกใส่ตื้อ เหล่าสิเหมือนจีรบ่อยดิเหล่าสิคือเจียเหล่าสิจะปราบเดียวจบเหล่าสิคือเจียมันรู้เหล่าสิแต่ก็ยัง ไอ้ขยำอัดดังทาลาวสิคือลูกไอเต้ไอ้มัดบักชมเป็นเมา ไม่ได้ถามมั้ยเราไม่ได้ถามมั้ยมาในเจียบ่อยยังไม่ มัวนี่คือขยำกบเต้ คือฉันจำบ่าดิยิ่งหาวิชาเราเยอะ เวีย ไม่ช่วยไอ้ตุ้มไอ้ช่วยกันสวัสดีnó bờ đi nó bỏ đi từ nếu chim nó xảy bờ đấy chọn đi start bé đường thì cần đừng nói ngon đừng hạt sao nó ông nó không cần chiếc ô rồng đùng nhẹ khăn đại không cần chiều